តែខ្លួននឹងមិនចេះមិនដឹងចង់ទៅទិញមេរៀនរបស់គេយកមករៀនដើម្បីបានឱកាសរលុយជាមួយនឹង Facebook ហើយនឹង YouTube អ្នកទាំងអស់គ្នាស្ដាប់ខ្ញុំបន្តិចសិនមុននឹងអ្នកទាំងអស់គ្នាសម្រេចចិត្តទៅទិញមេរៀនពីអ្នកដែលគាត់បង្រៀនតាមអនឡាញឬក៏អ្នកដែលគាត់ប្រកាសថានឹងលក់មេរៀនរបៀបរលុយជាមួយនឹង YouTube ហើយនឹង Facebook ជាក់ស្ដែងណាស់អ្នកទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាចង់ទៅទិញមេរៀនហើយអ្នកទាំងអស់គ្នាគិតថានៅពេលដែលអ្នកទាំងអស់គ្នាទិញមេរៀនហើយនឹងទទួលបានពីរបៀបធ្វើ Facebook ចេះហើយធ្វើ YouTube ចេះតាមអ្វីដែលយើងគិតហ្នឹងអ្នកទាំងអស់គ្នាប្រហែលជាគិតខុសហើយអាចនឹងខាតលុយទៀតផងជាក់ស្ដែងណាស់ខ្ញុំក៏ធ្លាប់ទិញមេរៀនជាមួយនឹង YouTube ជាមួយនឹង Facebook នឹងដែរមិនមែនថាខ្ញុំនឹងគ្មានសមត្ថភាពនៅក្នុងការបង្កើតទេក៏ប៉ុន្តែខ្ញុំចង់ដឹងថាតើមេរៀនដែលគេតែងតែប្រកាសថាដាក់លក់ចាប់ពី$30រហូតដល់$50ហ្នឹងតើនៅក្នុងមេរៀនហ្នឹងវាមានតិចនិចអីខ្លះអញ្ចឹងខ្ញុំក៏សម្រេចចិត្តទៅទិញមេរៀនមួយកញ្ចប់នៅពេលដែលខ្ញុំទិញមេរៀនហ្នឹងយកមកហើយអ្នកទាំងអស់គ្នាអ្វីដែលខ្ញុំទទួលបានហ្នឹងគឺវាមិនដូចអ្វីដែលយើងគិតមិនដូចអ្វីដែលយើងចង់បានអញ្ចឹងហើយបានជាខ្ញុំប្រាប់អ្នកទាំងអស់គ្នាថាបើចង់ចាប់ផ្ដើមធ្វើការរកស៊ីជាមួយនឹង Facebook ហើយនឹង YouTube អ្នកទាំងអស់គ្នាត្រូវតែប្រើពេលវេលាបន្តិចដើម្បីព្យាយាមខ្លួនឯងណាដើម្បីព្យាយាមសិក្សាខ្លួនឯងដោយផ្ទាល់ហើយមេរៀនទាំងអស់ហ្នឹងគឺមាន free តែម្ដងមិនចាំបាច់ទៅសុំទិញពីនរណានាំតែខាត30 40 $50ទេអ្នកទាំងអស់គ្នាគ្រាន់តែចំណាយពេលចូលទៅក្នុង YouTube ចំណាយពេលចូលទៅក្នុង YouTube ពីព្រោះនៅក្នុង YouTube មានអ្នកចេះយើងជាច្រើនដែលគាត់ចិត្តល្អគាត់ចែករំលែកអត់លាក់ទេអ្នកទាំងអស់គ្នាតិចនិចដោះស្រាយតិចនិចបង្កើតវីដេអូគឺថាมันមានអ្នកលាក់ទេតាមដែលខ្ញុំបានស្រាវជ្រាវមកគឺមានអ្នកខ្លះគាត់ចេះមកផ្នែកខាងនេះទៅអ្នកខ្លះគាត់ចេះមកផ្នែកខាងនោះទៅក៏ប៉ុន្តែគាត់យកទៅបញ្ចេញទៅបង្ហាញនៅក្នុង YouTube free តែម្ដងអ្នកទាំងអស់គ្នាគ្រាន់តែចូលទៅមើលនៅក្នុង channel YouTube របស់ពួកគាត់ទៅគឺចេះឯងតែម្ដងមិនអស់លុយទេអ្នកទាំងអស់គ្នាមិនអស់លុយហើយក៏មិនចាំបាច់ចំណាយពេលវេលាទៅប្រាក់ទៅទិញនាំតែខាតប្រាក់យើងទៅទៀតអ្នកខ្លះទិញមេរៀនមកជាមួយនឹង YouTube ជាមួយនឹង Facebook ហើយក៏ប៉ុន្តែចំណូលដែលរកបានហ្នឹងស្ទើរតែមិនបានមកស្មើនឹងលុយដែលទិញមេរៀនផងអញ្ចឹងអ្នកដែលជោគជ័យគឺជាអ្នកលក់មេរៀនហើយអ្នកដែលបរាជ័យគឺអ្នកដែលទិញមេរៀននឹងឯងបាទនេះគឺជាបទពិសោធន៍របស់ខ្ញុំផ្ទាល់ខ្ញុំសាកទិញរួចហើយដូចខ្ញុំនិយាយពីខាងដើមនេះខ្ញុំសាកទិញរួចហើយនឹងទី1ហើយទី2ខ្ញុំបានដាក់លក្ខខណ្ឌដែរថាតើនៅពេលដែលមានបញ្ហានោះខ្ញុំអាចទំនាក់ទំនងទៅឲ្យគាត់ជួយបានឬអត់នៅពេលដែលជាក់ស្ដែងគាត់និយាយថាបានអូខេចង់ទំនាក់ទំនងពេលណាក៏បានដែរប៉ុន្តែដល់ពេល page និង Facebook ខ្ញុំជាប់ YouTube ខ្ញុំជាប់ខ្ញុំត្រូវការជំនួយពីគាត់គឺឆាតទៅគឺស្ទើរតែមិនចង់ទទួលមិនចង់ reply មកយើងផងអញ្ចឹងបានន័យថាគេរវល់រឿងគេអញ្ចឹងយើងត្រូវដោះស្រាយដោយខ្លួនយើងហើយដើម្បីបានការដោះស្រាយដំណោះស្រាយដ៏ល្អសម្រាប់ខ្លួនយើងហ្នឹងគឺយើងត្រូវប្រឹងប្រែងស្វះស្វែងរកដោយខ្លួនឯងដំណោះស្រាយដោយខ្លួនឯងដោយការចេះដឹងដោយខ្លួនឯងបាទនឹងអ្នកទាំងអស់គ្នាដែលប្រុងនឹងទិញមេរៀនហ្នឹងត្រូវដឹងថាមិនមែនយើងទិញមេរៀនគេមកហើយយើងអាចធ្វើទៅតាមមេរៀនគេនឹងបានទាំងអស់ទេมันអាចទេបើសិនជាយើងមិនព្យាយាមប្រឹងប្រែងស្រាវជ្រាវដោយខ្លួនឯងបន្ថែមទេ page Facebook របស់យើងឬក៏ channel YouTube របស់យើងនឹងគឺនៅជាប់គាំងមិនអាចដើរទៅមុខបានទេអ្នកទាំងអស់គ្នាបាទ